បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានតាក់ទងទៅនឹងយោធាថៃនៅតែបន្តបាញ់វាយប្រហារមកលើប្រទេសកម្ពុជាដោយបំផ្លាញទាំងស្ពានផ្លូវថ្នល់សាលារៀនផ្ទះប្រជាពលរដ្ឋបន្តឥតឈប់ឈរសោះឡើយពិតជាសាហាវព្រៃផ្សៃមែនទែនយោធាថៃនេះកាន់តែកម្រោសាហាវឡើងទៅហើយដែលបានប្រើប្រាស់យន្តហោះចម្បាំង F16 របស់ខ្លួនចំនួន2គ្រឿងទម្លាក់គ្រាប់កំទេចសន្តាគារនៅថ្មដាកំទេចស្ពានជ័យជំនះស្ពានចាស់នៅក្នុងទឹកដីខេត្តពោធិ៍សាត់បាននៅថ្ងៃទី13ខែធ្នូឆ្នាំ2025កងទាហានថៃកំពុងប្រើប្រាស់យន្តហោះចម្បាំង F16 ចំនួន2គ្រឿងទម្លាក់គ្រាប់បែកចំនួន7គ្រាប់នៅក្នុងភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់គោលដៅរួមគឺមានដូចជានៅម៉ោង 5:50 នាទីយោធាថៃបានបាញ់កំទេចគោលដៅសន្តាគារនៅភូមិសាស្ត្រថ្មដាចំនួន1គ្រាប់ម៉ោង 5:55 នាទីយោធាថៃបានបាញ់កំទេចគោលដៅអគារសន្តាគារនៅក្នុងភូមិសាស្ត្រថ្មដា1គ្រាប់ទៀតម៉ោង 6:02 នាទីយោធាថៃបានបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ម៉ោង 6:07 នាទីយោធាថៃបានបន្តបាញ់កំទេចគោលដៅស្ពានជ័យជំនះបន្ត1គ្រាប់ទៀតម៉ោង 6:12 នាទីយោធាថៃបានបាញ់កំទេចគោលដៅស្ពានជ័យជំនះស្ពានចាស់ចំនួន1គ្រាប់យន្តហោះចម្បាំងយោធាថៃនៅតែបន្តមិនបញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេបាទហើយវាបន្តប៉ះពាល់ទៅដល់វត្តអារាមនិងសាលារៀនអីផ្សេងទៀតហើយសកម្មភាពនេះវាចង់វាយផ្ដាច់ជាពិសេសគឺស្ពាននឹងតែម្ដងព្រោះវាគេថាស្ពានដែលចម្លងពីម្ខាងទៅម្ខាងឆ្លងទឹកហ្នឹងជាសរសៃផ្លូវដែលនាំគ្រាប់ក៏ដូចជានាំកងទ័ពនិងជាពិសេសគឺនាំស្បៀងអាហារផ្សេងដើម្បីយកទៅទប់ទល់នៅតាមព្រំដែនអញ្ចឹងវាបានកំណត់ទីតាំងនឹងជាក់នឹងរងចាំថ្ងៃមកកំទេចទេឥឡូវហ្នឹងវាបានចាប់ផ្ដើមចេញស្ថានភាពកំទេចចោលបាត់ហើយស្ពានហ្នឹងផ្ដាច់បាត់ហើយអញ្ចឹងវាគិតថានឹងផ្ដាច់នឹងប្រព័ន្ធដឹកជញ្ជូនគ្រាប់ក៏ដូចជាស្បៀងអាហារដើម្បីទៅទប់ទល់នឹងខាងសៀមក៏ប៉ុន្តែខ្ញុំជឿជាក់ថាទង្វើប៉ុណ្ណឹងរបស់វាយើងក៏មិនតែចោះចាញ់អីប៉ុណ្ណឹងដែរយើងនឹងនៅរកវិធីសាស្ត្រផ្សេងដើម្បីធ្វើការដឹកជញ្ជូននៅសម្ភារៈចាំបាច់ដើម្បីទៅទប់ទល់វាបានដដែលអញ្ចឹងខ្ញុំបាទសូមជម្រាបជូនបងប្អូនព័ត៌មានត្រឹមប៉ុណ្នេះ